គឺថាមន់របស់គាត់នៅក្នុងទ្រុងមិនដឹងជាត្រូវអ្វីខំហែកវាស៊ីនោះទេគឺវាសល់តែបំណែកសាកសពមន់ប្រភេទរបាយពេញតែទ្រុងតែម្ដងហើយមិនមែនតែមួយក្បាលទេគឺរហូតដល់ទៅ6ក្បាលឯនោះហើយសាកសពមន់ទាំងអស់នោះគឺពួកវាស្ថិតនៅក្នុងសភាពមិនមានគ្រឿងក្នុងដូចគ្នាទាំងអស់នៅខណៈពេលនោះដោយសារតែរ៉េតគេភ័យខ្លាចខ្លាំងពេកពេលនោះគេមិនបានគិតច្រើនទេគេក៏បានស្ទុះរត់ចោលតាមតែម្ដងពេលនោះគាត់ក៏បានបាញ់ពីគ្រាប់ទៅអាបនោះតែម្ដងនៅក្នុងអំឡុងឆ្នាំ2002មានស្រុកភូមិជនបទមួយស្ថិតនៅក្នុងខេត្តបាត់ដំបងនៅស្រុកភូមិនៅទីនោះគឺភាគច្រើនប្រកបរបរធ្វើស្រែចម្ការប៉ុន្តែស្រុកភូមិជនបទមួយនេះមិនเคยមានអ្នកភូមិនៅច្រើនប៉ុន្មាននោះទេនេះគឺដោយសារតែក្មេងកំណត់កំមុំពេញកម្លាំងភាគច្រើនពួកគេបានធ្វើចំណាក់ស្រុកខ្លះទៅធ្វើការនៅទីក្រុងចំណែកខ្លះទៀតក៏ចូលកំណែទៅធ្វើការនៅប្រទេសផ្សេងជាហេតុនេះហើយទឹកស្រុកភូមិនេះគឺសម្បូរតែមនុស្សចាស់និងក្មេងវ័យជំទង់តែប៉ុណ្ណោះហើយនឹងសាំពួកគេទាំងពីរជាសម្បត្តិនឹងគ្នាហើយពួកគេទាំងពីរជាក្មេងដែលឧស្សាហ៍ខ្លាំងណាស់ពលពេលដែលទំនេរពួកគេតែងតែដាក់ឆ្លោះសัตว์និងដាក់បង្កាយយកត្រីទៅលក់ដូច្នេះឯងហើយពួកគេទៅណាមកណាឬក៏ទៅស៊ីឈ្នួលប្រកបរបរអ្វីក៏ដោយក៏តែងតែឃើញពួកគេនៅជាមួយគ្នាជានិច្ចសាំសប្តាហ៍ថ្ងៃគេមានអាយុ16ឆ្នាំហើយរាល់ថ្ងៃនេះគឺគេរស់នៅពីអ្នកតារបស់គេតែប៉ុណ្ណោះព្រោះដោយសារតែគេគឺជាក្មេងកំព្រាហើយឪពុកម្ដាយរបស់គេបានស្លាប់ចោលគេតាំងពីក្មេងមកម្ល៉េះជាហេតុនេះហើយគេក៏ត្រូវបានតាដនយកមកគេចិញ្ចឹមរហូតដល់សប្តាហ៍ថ្ងៃតាដនក៏ទើបតែចេញមកពីវត្តហើយគាត់ក៏បានធ្វើដំណើរតាមផ្លូវដោយដៃម្ខាងកាន់ចន្ទសាក់នោះសម្ដៅដើរទៅកាន់ផ្ទះរបស់គាត់ពេលដែលគាត់កំពុងតែធ្វើដំណើរនោះក៏ស្រាប់តែគាត់បានឃើញអ្នកភូមិកំពុងតែនៅជុំគ្នានិយាយអំពីរឿងអ្វីមួយដោយពេលនោះតាដនគាត់ក៏បានចូលទៅស្ដាប់អ្នកភូមិទាំងអស់នោះនិយាយគ្នាទៅពេលនោះគាត់បានដឹងថានៅផ្ទះរបស់ពួកជុំមានរឿងចម្លែកបានកើតឡើងគឺថាមន់របស់គាត់នៅក្នុងទ្រុងមិនដឹងជាត្រូវអ្វីខំហែកវាស៊ីនោះទេគឺវាសល់តែបំណែកសាកសពមន់ប្រភេទរបាយពេញតែទ្រុងតែម្ដងហើយមិនមែនតែមួយក្បាលទេគឺរហូតដល់ទៅ6ក្បាលឯនោះហើយសាកសពមន់ទាំងអស់នោះគឺពួកវាស្ថិតនៅក្នុងសភាពមិនមានគ្រឿងក្នុងដូចគ្នាទាំងអស់នៅពេលដែលតាដនគាត់បានមកដល់ផ្ទះហើយនោះគាត់ក៏បាននិយាយរឿងរ៉ាវនេះទៅកាន់រ៉េតព្រមទាំងសាំដែលជាចៅរបស់គាត់នោះឯងពេលដែលតាដននិយាយប្រាប់ទៅកាន់ពួកគេទាំងពីរពួកគេក៏បានត្រឹមតែស្ដាប់ហើយងឿងឆ្ងល់មិនដឹងថាជាសត្វអ្វីដែលចូលមកស៊ីវានោះទេហើយនៅថ្ងៃនោះដែរតាដនគាត់មិនបាននៅផ្ទះនោះទេគឺគាត់រវល់ទៅជួយរៀបចំបុណ្យសពអ្នកភូមិនៅខាងចុងភូមិហើយគាត់ទៅដេកទីនោះតែម្ដងអាសាំចៅយប់នេះតាមិនបាននៅដេកផ្ទះទេតាទៅរៀបចំបុណ្យគេនៅចុងភូមិឯនោះបើឯងមិនហ៊ានដេកផ្ទះម្នាក់ឯងទេឯងអាចទៅជាមួយតាបានមិនអីទេតាខ្ញុំអាចដេកម្នាក់ឯងបានតាខ្លាចអីផ្ទះខ្លួនឯងនោះបើឯងអបសុកមិនមកឲ្យរ៉េតគេមកដេកជាមួយឯងមួយយប់មកពេលដែលសាំបានឮតាគេនិយាយបែបនេះគេក៏និយាយជំនួសរ៉េតថាមិនបាច់និយាយទេអារ៉េតយើងដឹងហើយថាឯងមិនមកដេកនោះព្រោះថាម្ដាយឯងនៅផ្ទះម្នាក់ឯងពាក្យនេះឯងនិយាយដល់យើងចាំទៅហើយរាល់ពេលដែលយើងបបួលឯងមកដេកផ្ទះយើងនោះបន្ទាប់ពីពួកគាត់និយាយគ្នាលេងបានមួយសន្ទុះពេលនោះម៉ោងប្រហែលជា4ល្ងាចក៏ស្រាប់តែមានរទេះគោមួយបានបរមកឈប់ពីមុខផ្ទះរបស់តាដនហើយរទេះគោនោះគឺគេមកយកតាដនទៅកន្លែងបុណ្យសពគេនៅខាងចុងភូមិនោះឯងណែសាំប៉ុន្មានថ្ងៃនេះមេឃភ្លៀងជាប់គ្នាដល់ហើយយើងគិតថាយប់នេះច្បាស់ជាភ្លៀងទៀតហើយមែនហើយអារ៉េតយើងគិតថានឹងបបួលឯងទៅឆ្លោះកង្កែបនៅយប់នេះព្រោះថាមិនទាន់មានអ្នកណាទៅឆ្លោះទេបើយើងទៅប្រកាសជាចាប់បានច្រើនហើយមែនហើយអញ្ចឹងសម្រាប់ថាយប់នេះយើងចាំទៅឆ្លោះកង្កែបជាមួយគ្នាពេលដែលនិយាយគ្នារួចរ៉េតគេក៏បានត្រឡប់ទៅផ្ទះរបស់គេវិញលុះដល់យប់ឡើងម៉ោងប្រហែលជា7មេឃក៏បានភ្លៀងពិតមែនប៉ុន្តែភ្លៀងមិនទៅជាខ្លាំងនោះទេដែលជាហេតុអំណោយផលដល់ពួកគេឆ្លោះកង្កែបយ៉ាងខ្លាំងដោយដែលបងប្អូនបានដឹងហើយថាបើសិនជាភ្លៀងខ្លាំងនោះកង្កែបមិនសូវចិញ្ចឹមប៉ុន្មាននោះទេប៉ុន្តែបើសិនជាភ្លៀងតិចៗគឺងាយស្រួលក្នុងការឆ្លោះកង្កែបហើយពេលនោះកង្កែបក៏ចិញ្ចឹមផងដែរពេលដែលសាំបានរៀបចំឧបករណ៍របស់គេរួចមានដូចជាទ្រុងកង្កែបក្បាលកែវសម្រាប់ឆ្លោះព្រមទាំងចំពាមួយផងដែរព្រោះថាបើសិនជាកង្កែបនៅឆ្ងាយពីបាក់ចាប់នោះ
ពេលនោះគឺគេបាញ់តែម្ដងនៅពេលដែលសាំត្រៀមឧបករណ៍របស់គេរួចរាល់ហើយនោះគេក៏បានធ្វើដំណើរតាមផ្លូវតែម្នាក់ឯងសំដៅទៅផ្ទះរបស់រ៉េតព្រោះថាផ្ទះរបស់រ៉េតគឺនៅឆ្ងាយដាច់ដោយឡែកពីភូមិពលគឺនៅជិតវាលស្រែឯនោះដែលជាហេតុតម្រូវឲ្យសាំគេដើរទៅផ្ទះរ៉េតហើយចេញទៅឆ្លងកង្កែបតែម្ដងនៅពេលដែលសាំគេបានដើរទៅដល់ផ្ទះរ៉េតហើយនោះគេក៏បានឃើញរ៉េតកំពុងតែរៀបចំឧបករណ៍នៅលើគ្រែក្រោមផ្ទះរបស់គេតែអ្វីដែលធ្វើឲ្យសាំឆ្ងល់នោះគឺបានឃើញខ្នើយព្រមទាំងភួយនៅលើគ្រែដែលរ៉េតកំពុងតែអង្គុយនោះពេលនោះសាំគេក៏បានសួរទៅកាន់រ៉េតថាណារ៉េតរាល់ថ្ងៃដេកនៅខាងក្រោមមិនជាមានភួយនៅទីនេះមែនហើយរាល់ថ្ងៃគេដេកនៅខាងក្រោមចំណែកម៉ែក៏ដេកនៅក្នុងបន្ទប់គាត់ឯនោះហើយឯដេកខាងក្រោមម្នាក់ឯងមិនខ្លាចទេអីជាទម្លាប់ទៅហើយគ្មានអីគួរខ្លាចទេនៅពេលដែលនិយាយគ្នារួចពួកគេក៏បានដើរទៅវាលស្រែដើម្បីឆ្លងកង្កែបគេដើរឆ្លងនោះគឺថាមិនសូវមានកង្កែបឲ្យពួកគេចាប់នោះទេដែលជាហេតុធ្វើឲ្យពួកគេដើរកាន់តែឆ្ងាយទៅណារ៉េតមិនចេះតែភ្លៀងប្រមាណថ្ងៃចុះគ្នាសោះគួរណាស់តែមានកង្កែបចេញច្រើនមិនតែស្ងាត់ម្ល៉េះឯងសួរគ្នាមិនដឹងទៅឬមួយក៏មានអ្នកឆ្លងមុនយើងគេមកចាប់អស់ទេដឹងពួកគេទាំងពីរកាន់តែបន្តដើរទៅរៀងឆ្ងាយគួរសមដែរនោះក៏ស្រាប់តែពួកគេទាំងពីរបានសម្លឹងមើលទៅឃើញមានភ្លើងអ្វីចម្លែកពណ៌បៃតងលាយក្រហមភ្លឹបភ្លែតនៅកណ្ដាលវាលស្រែដែលនៅពេលនោះគឺនៅមិនឆ្ងាយពីពួកគេប៉ុន្មាននោះទេភ្លើងអ្វីចម្លែកម្ល៉េះឬក៏មានអ្នកមកចាប់កង្កែបមុនយើងមែនទេមិនមែនទេអញថាមានភ្លើង7ទេវើយពេលនោះពួកគេទាំងពីរក៏បានមើលមុខគ្នាដោយភាពងឿងឆ្ងល់ហើយដោយហេតុតែចង់ដឹងថាភ្លើងអ្វីនោះពួកគេក៏បានដើរលបសម្ដៅទៅកាន់ភ្លើងមួយនោះដល់ពេលនោះសាំគេដើរខាងមុខចំណែករ៉េតគេដើរពីក្រោយដោយភាពភ័យខ្លាចស្រាប់តែពេលពួកគេបានដើរទៅដល់ជិតហើយនោះពួកគេក៏បានពួនមកខាងដើមថ្នោតធំមួយហើយនៅពេលនោះអ្វីដែលគេបានឃើញគឺក្បាលមនុស្សសក់វែងកន្ទ្រឹងពោះវៀនរទេរតាយដែលកំពុងតែខំកង្កែបស៊ីទើបគេដឹងថានេះគឺជាអាបនោះឯងនៅខណៈពេលនោះដោយសារតែរ៉េតគេភ័យខ្លាចខ្លាំងពេកពេលនោះគេមិនបានគិតច្រើននោះទេគេក៏បានស្ទុះរត់ចោលសាំតែម្ដងពេលនោះដោយហេតុតែសាំបានដឹងថាអាបបានឃើញមុខរបស់គេច្បាស់ហើយនោះសាំគេក៏បានស្ទុះរត់សម្ដៅទៅកាន់ក្នុងភូមិវិញប៉ុន្តែពេលនោះអាបនោះមិនព្រមឈប់នោះទេគឺនៅតែបន្តដេញសាំរហូតទៅដល់ក្នុងភូមិនោះផងដែរពេលដែលសាំគេបានរត់ទៅដល់ផ្ទះគេហើយនោះគេក៏បានឡើងលើផ្ទះហើយបិទទ្វារបិទបង្អួចដោយភាពភ័យខ្លាចពេលនោះអាបគេក៏បានព្យាយាមរកកន្លែងចូលទៅក្នុងផ្ទះសាំប៉ុន្តែពេលនោះដោយសារតែសាំបានបិទទ្វារនិងបង្អួចអស់ហើយនោះដែលជាហេតុធ្វើឲ្យវាមិនអាចចូលទៅក្នុងផ្ទះបាននោះទេបានលើសំឡេងមន់របស់គេស្រែកពេញចុងតែនោះគេក៏បានសម្លឹងមើលតាមប្រហោងក្តារទៅកាន់ត្រង់មន់របស់គេតែអ្វីដែលគេឃើញនោះគឺអាបវាមិនទាន់ទៅវិញនោះទេហើយពេលនោះគឺវាកំពុងតែចាប់មន់របស់សាំស៊ីម្នាក់ហើយពេលដែលសាំព្យាយាមសម្លឹងមើលទៅនោះគឺកាន់តែធ្វើឲ្យសាំភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះថាអាបស្រីដែលកំពុងស៊ីមន់របស់គេនោះគឺគេជាម្ដាយរបស់រ៉េតដែលជាមិត្តរបស់គេនោះឯងខណៈពេលនោះ
សាំគេមិនដឹងធ្វើយ៉ាងម៉េចទៀតនោះទេគេក៏បានតែសង្ឃឹមខ្លួនពួយដេកនៅក្នុងផ្ទះតែម្នាក់ឯងដល់ភាពភ័យខ្លាចដល់ស្អែកព្រឹកឡើងសាំគេក៏បាននិយាយរឿងរ៉ាវកាលពីយប់មិញនេះប្រាប់ទៅកាន់តាដនក្រោយពេលដែលតាដនបានស្ដាប់នៅអ្វីដែលសាំបាននិយាយឲ្យនោះគាត់ក៏បានដឹងហើយថាសត្វចិញ្ចឹមរបស់អ្នកភូមិដែលងាប់កាលពីប្រមាណថ្ងៃមុននោះគឺជាស្នាដៃរបស់នាងអាបនឹងឯងហើយពេលនោះតាដនគាត់ក៏បានហាមសាំឲ្យនិយាយរឿងនេះប្រាប់ទៅកាន់រ៉េតនោះទេហើយថ្ងៃនោះដែរតាដនគាត់ក៏បាននិយាយរឿងរ៉ាវទាំងអស់នេះប្រាប់ទៅកាន់តាថេតដែលជាអ្នករបស់គាត់ហើយឯងមិនទាន់និយាយប្រាប់ឯណាសោះព្រោះថានេះគ្រាន់តែអាសាមពីប្រាប់ទេយើងមិនទាន់បានឃើញផ្ទាល់ភ្នែកពួកយើងទេលោកពួកគាត់បាននិយាយគ្នារួចរាល់ហើយតាដនគាត់ក៏បានត្រឡប់ទៅកាន់ផ្ទះរបស់គាត់វិញដោយធ្វើខ្លួនដូចជាធម្មតាហើយពេលថ្ងៃដដែលនោះក៏ស្រាប់តែរ៉េតគេបានកាន់សម្លយកមកឲ្យតាដនដោយគេបានប្រាប់ថាម្ដាយគេឲ្យយកមកជូនហើយពេលនោះតាដនគាត់បាននិយាយហើយគាត់ធ្វើដូចជាធម្មតាអញ្ចឹងឯងហើយនៅពេលដែលរ៉េតគេបាននិយាយរៀបរាប់រឿងដែលគេបានជួបកាលពីយប់មិញនោះគេក៏បាននិយាយសុំទោសទៅកាន់សាំដែលបានរត់ចោលសាំកាលពីយប់មិញហើយនៅពេលដែលរ៉េតគេបានត្រឡប់ទៅកាន់ផ្ទះរបស់គេវិញនោះតាដនគាត់បានហាមសាំមិនឲ្យហូបសម្លនោះជាដាច់ខាតហើយឲ្យសាំយកសម្លនោះទៅទុកឲ្យគាត់នឹងចាត់ចែងលោកដល់ជប់ឡើងតាថេតនិងតាដនគាត់ក៏បានអង្គុយចាំខ្លងមើលនៅខាងក្រៅផ្ទះមកខាងដើមភ្នំធំមួយនៅពេលនោះម៉ោងកាន់តែយប់ជ្រៅប្រហែលជាម៉ោង 12 កន្លះឲ្យតែមានអ្នកដឹងថាវាចាប់ហើយនោះវានៅមិនសុខទេវាច្បាស់ជាមកមិនខានចាំបន្តិចទៀតសិនទៅអាម្ដាយរបស់រ៉េតគេក៏បានហោះមកទឹកនេះពីទៅ3ជុំហាក់បីដូចចង់ចូលទៅខាងក្នុងផ្ទះខ្លាំងណាស់ប៉ុន្តែពេលនោះដោយហេតុតែចូលមិនបានវាក៏បានហោះសំដៅទៅត្រង់មាត់របស់តាដនដើម្បីចាប់មាត់ស្រួយប៉ុន្តែពេលនោះវាហោះជិតដល់ត្រង់មាត់តាដនទៅហើយតាថេតគាត់ជាអ្នកចេញមុនអាគមមិនទូលផងនោះហើយគាត់ស្អប់ខ្លាំងណាស់អ្នកដែលជាអំពើអាប់ធ្មប់ពេលនោះគាត់ក៏បានបាញ់ពីគ្រាប់ត្រឹងអាប់នោះតែម្ដងហើយពេលនោះអាប់ដែលជាម្ដាយរបស់រ៉េតក៏បានធ្លាក់ស្លាប់នៅពេលនោះផងដែរហើយនៅពេលនោះអ្នកភូមិអ្នកស្រុកគេក៏បានមកចោមរំមើលអាប់របស់ម្ដាយរ៉េតចំណែករ៉េតឯនេះវិញគេបានត្រឹមតែយកអោបម្ដាយរបស់គេដោយភាពឈឺចាប់ប៉ុណ្ណោះហើយនៅពេលនោះអ្នកភូមិគេក៏បានយកសាកសម្ដែងរបស់រ៉េតទៅធ្វើបុណ្យតាមប្រពៃណីចំណែករ៉េតគេក៏បានទៅសាងភ្នំបូរបម្រើនៅក្នុងព្រះពុទ្ធសាសនាចាប់ពីពេលនោះទៅឬមិនខ្ញុំម្ដាយអានក៏សូម